ដល់រដូវភ្លៀងសម្បូរក្តាមណាទោះបីមិនក៏ត្រូវស្លរនោងឲ្យបានម្ដងដែរឃើញទឹកថ្លាថ្លាអញ្ចឹងណាប៉ុន្តែជាតិខ្លាំងមែនតើជាពិសេសបានក្តាមស្រែជាមួយនឹងអនោងស្រស់ៗមកអូនិយាយថារសជាតិឆ្ងាញ់ហ្មងហើយកុំភ្លេចជាមួយនឹងទឹកត្រីម្ទេសហឹលបងប្អូនទាំងអស់គ្នាបាយ2ចានអត់ដឹងនរណាទេពីសមមិញហ្នឹងបងខ្ញុំគាត់ផ្ញើក្តាមពីស្រុកមកហើយមិនមែនមានតែក្តាមទេមានតាំងពីអនោងម្អមអីមកមួយសេតហ្មងចាំការទៀតបងតែចង់ស្លអនោងផងយកមកដល់ដាក់ស្លភ្លាមហើយចំពោះអនោងវិញគឺខ្ញុំចិត្តជាចំណិតអញ្ចឹងហើយនិយាយពីអនោងនេះវិញឲ្យលងខ្ចីលវក់ហ្មងនិយាយថាមានគ្រាប់សោះហើយបើនិយាយពីនៅតាមស្រុកភូមិវិញអូនិយាយថាខែភ្លៀងខែទឹកឡើងអញ្ចឹងមិនចេះខ្វះក្តាមមិនចេះខ្វះត្រីទេហើយចំពោះបន្លែវិញបេះបោចទៅតាមលបងផ្ទះហ្នឹងស្លតាណាមិនអស់ផងមានតាំងពីអនោងតឡាចស្លឹកបាសអីអញ្ចឹងទៅជាពិសេសត្រួយ7លាស់លងខ្ចីលវក់ហើយបើនិយាយពីម្អមស្រែវិញនិយាយពីឈ្ងុយតែម្ដងពីរតងហើយប៉ុន្តែឈ្ងុយខ្លាំងហ្មងហើយបន្ទាប់ពីរៀបចំបន្លែហើយខ្ញុំចាប់ផ្ដើមបុកក្តាមចំពោះក្តាមវិញគឺយើងលាងទឹក4 5ទឹកអីដែរដើម្បីវាជ្រះស្លាយជ្រះអីក្តាមហ្នឹងគឺខ្ញុំយកមកបុក2ទឹកដើម្បីយើងបានខួយយ៉ាងច្រើនហើយនិយាយទៅអត់មានអីស្រួលស្លជាងស្លនោងខួក្តាមហ្នឹងទេបងប្អូនហើយបើអ្នកខ្លះគាត់ស្លក៏អត់បុកខួក្តាមក៏បានដែរនិយាយទៅគឺគាត់បកហើយដាក់យកស្លតែម្ដងខ្ញុំវិញគឺខ្ញុំចូលចិត្តបុកខួអញ្ចឹងពេលដែលយើងស្លទៅវាឆ្ងាញ់ទៅវាមានជាតិចេញពីក្តាមហ្នឹងច្រើនជាងដែលយើងបកដាក់បន្ទាប់ពីខ្ញុំបុកក្តាមហ្នឹងហើយខ្ញុំដាក់ទឹកសបន្តិចដើម្បីយើងពូតខួក្តាមហ្នឹងហើយយើងស្រង់ក្តាមដែលខ្ញុំបុកមិញហ្នឹងចេញមកដើម្បីដាក់ចូលក្នុងទឹកហ្នឹងទៅហើយយើងពូតយកកាកក្តាមចេញដើម្បីយើងបុកម្ដងពេលដែលយើងពូតទឹកអញ្ចឹងបងប្អូនខ្លះមើលទៅឃើញអត់សូវតំណងទេប៉ុន្តែពេលដាក់ស្លវិញនិយាយពីជាតិខ្លាំងហ្មងជាពិសេសវិញខួក្តាមហ្នឹងបើយកទៅស្លទឹកនំបញ្ចុកបងប្អូននិយាយពីថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនខ្លះប្រហែលជាគាត់ធ្លាប់បានសាកបងប្អូនខ្លះប្រហែលជាគាត់អត់ធ្លាប់បានសាកទេចំពោះខួក្តាមនំបញ្ចុកទៅពេលស្លហើយឡើងឈ្ងុយហ្មងខួក្តាមពេលដែលខ្ញុំយកកាកក្តាមហ្នឹងចេញហើយខ្ញុំត្រូវត្រងម្ដងទៀតដើម្បីយើងយកតែទឹកទេដោយសារកុំឲ្យវាជាប់មួយកតិចក្តាមដែលយើងបុកហើយចំពោះស្លនោងហ្នឹងគឺយើងដាំទឹកស្លបន្តិចទេអត់មានដាំច្រើនដោយសារតានោងគឺមានជាតិទឹកស្រាប់ហើយខួក្តាមយើងដែលយើងពូតមិញហ្នឹងក៏ជាតិទឹកដែរអញ្ចឹងហើយក៏យើងអត់ដាក់ទឹកច្រើនទេហើយនៅពេលដែលទឹកស្លពុះហ្នឹងគឺខ្ញុំបងប្រហុកបងអីហើយខ្ញុំដាក់អនោងចូលមុនហើយចំពោះស្លអនោងហ្នឹងអ្នកខ្លះគាត់ចូលចិត្តបងប្រហុកទៅអ្នកខ្លះក៏អត់ដាក់ទៅតាមចំណង់ចំណូលចិត្តទេពេលខ្ញុំដាក់អនោងហើយខ្ញុំដាក់អំបិលដាក់ប៊ីចេងដាក់អីឲ្យហើយទៅដើម្បីឲ្យវាមានជាតិឲ្យហើយពេលដែលយើងដាក់គ្រឿងហើយអញ្ចឹងហើយពេលទឹកពុះអនោងឆ្អិនគឺយើងដាក់ខួក្តាមហើយដូចឆ្អិនអញ្ចឹងដោយសារតែខ្ញុំអត់ដាក់ខួក្តាមមុនព្រោះអីក្តាមពេលដែលយើងដាក់ទៅវាពុះយូរពេកវាឡើងចង្អាមវាអត់ឆ្ងាញ់ទេហើយបន្ទាប់មកខ្ញុំចាប់ដើមឆ្កឹះខួក្តាមចេញពីស្នូកវាដើម្បីយើងយកទៅដុតមែនណាខួក្តាមដុតហ្នឹងបើថាបាយវិញគឺ2ចានអត់ដឹងនៅណាទេយើងដាក់តែអំបិលគ្រួសមកគ្រាប់2គ្រាប់មកនិយាយពីជាតិឆ្ងាញ់មែនតើហើយខួក្តាមខ្ញុំថ្ងៃហ្នឹងរៀងច្រើនដែរអញ្ចឹងខ្ញុំឆ្កឹះហើយខ្ញុំយកទៅដុតខ្លះខ្ញុំដាក់ចូលជាមួយនឹងស្លខ្ញុំខ្លះនិយាយពីខួក្តាមវិញនិយាយពីថាលឿងល្អខ្លាំងមែនតើហ្មងអញ្ចឹងមិនថាស្លអនោងខួក្តាមហ្នឹងគឺធ្វើលឿនមែនតើពេលដែលទឹកពុះហើយអនោងយើងឆ្អិនគឺដូចជាឆ្អិនអញ្ចឹងបន្ទាប់ពីអនោងឆ្អិនខ្ញុំចាប់ផ្ដើមដាក់បងខួក្តាមដែលខ្ញុំពូតមិញហ្នឹងចូលហើយពេលដែលបងខួក្តាមហ្នឹងនិយាយពីថាឡើងឈ្ងុយខ្លាំងមែនតើហ្មងហើយនិយាយទៅពេលដែលយើងបុកខួក្តាមហ្នឹងកុំភ្លេចត្រងឲ្យសោះដោយសារយើងអត់យកកាកក្តាមទេពេលដែលយើងហូបដោយកាកទៅវាអត់ឆ្ងាញ់ទេពេលដែលខ្ញុំចាក់ខួក្តាមចូលហ្នឹងហើយទឹកស្លយើងពុះយើងបិទភ្លើងហ្មងហើយយើងដាក់ម្អមចូលទៅចំពោះស្លខួក្តាមស្លអីក៏ដោយមិនបាច់កូរខ្លាំងទេតែកាលណាពុះយើងបិទភ្លើងហ្មងទៅព្រោះអីកូរខ្លាំងវាបែកខួក្តាមតែកាលណាវាបែកខួហ្នឹងពេកវាឡើងចង្ងាមនិយាយទៅគឺវាអត់ឆ្ងាញ់ទេអញ្ចឹងហើយស្លខ្ញុំថ្ងៃនេះគឺដូចរួចរាល់ហើយនិយាយថាស្លនោងម្ដងឡើងឈ្ងុយពេញទេអស់ហើយដាក់ម្ទេសចូលពី3គ្រាប់មកដើម្បីយើងទុកញែកជាមួយទឹកត្រីអូយបាយក្តៅៗមកបងប្អូនហើយឆ្ងាញ់ខ្លាំងហ្មងបងប្អូនសាកស្លនោងខួក្តាមអញ្ចឹងមើលនិយាយទៅបាយក្រោម2ចានអញ្ចឹងបើបងប្អូនស្រឡាញ់ចូលចិត្តការធ្វើមុខម្ហូបរបស់ខ្ញុំទាំងអស់ហ្នឹងហើយកុំភ្លេចជួយ follow ទាំងអស់គ្នាស្លនោងខ្ញុំថ្ងៃនេះរួចរាល់ហើយបងប្អូននិយាយពីថាអូយឆ្ងាញ់ខ្លាំងមែនទែន